គាត់ពងឲ្យលោករៀនជួយដោះស្រាយការងារឲ្យលោកខ្ញុំមានត្រង់ណាមិនខុសពីនឹងលោកតែលោកថាតែខ្ញុំប្រាប់នាងទាំងអស់នេះសុទ្ធតែជាលទ្ធផលដែលខ្ញុំប្រឹងប្រែងខ្លួនឯងខ្ញុំខំប្រឹងប្រែងខ្លួនឯងទេមែនហើយកូនប្រុសខ្ញុំជាអំនួតក្រោមមេឃលោកប្រធានលាវថាម៉េចលោកនាយកនាយកចង់មកដោយផ្ទាល់មែនទេឡខ្ញុំទៅទទួលភ្លាមបាទអើយឆាប់បោះសម្បត្តិមនុស្សបករឿងចេញឲ្យអស់ភ្លាមទៅបន្តិចទៀតអគ្គនាយកក្រុមហ៊ុនរ៉ៃធុទី1ការអ៊ីនឈិញមកដោយផ្ទាល់ហើយកៅអ៊ីនឈិញជាការពិតបើពិតជាមិនស្មានអាយ៉ាកូនប្រុសឯងពិតជាបកកាយមែនសូម្បីអគ្គនាយកក៏មកអបអរឯងដោយផ្ទាល់ដែរតែបន្តទៀតចាំត្រូវបោះចេញទៅមែនទេនៅយូរប៉ុណ្ណាទៀតទើបដល់10នាទីទៀតឲ្យលឿនបន្តិចទៅខ្ញុំចង់ឲ្យអ្នកគ្រូចាំខ្ញុំទេអគ្គនាយកតែจะលឺលោកនិយាយពីអ្នកគ្រូការពិតអ្នកគ្រូគឺជាណាទេ5ឆ្នាំមុនក្រុមហ៊ុនហិរញ្ញវត្ថុទី1គ្រោះថ្នាក់ចិត្តផ្សាយធនខ្ញុំមានបំណុលច្រើនណាស់ពេលខ្ញុំដើរដល់ផ្លូវទាល់ចង់លុតទឹកសម្រាប់ខ្លួនពេលនោះអ្នកគ្រូក៏បង្ហាញខ្លួនគាត់ក៏បានជួយខ្ញុំថែមទាំងនៅក្រោមការចង្អុលបង្ហាញរបស់គាត់ទៀត1ឆ្នាំប្រើពេលត្រឹមតែ1ឆ្នាំតែប៉ុណ្ណោះគឺត្រឹមតែ1ឆ្នាំទេក្រុមហ៊ុនត្រឡប់ឡើងខ្ពស់ដូចដើមតែ1ឆ្នាំទេបើចឹងអ្នកគ្រូរបស់លោកកែយកច្បាស់ជាខ្លាំងហើយគាត់គឺជាអ្នកខ្លាំងមែនហើយគាត់នៅកាលនោះគ្រាន់តែជានិស្សិតឆ្នាំទី3តែប៉ុណ្ណោះជានិស្សិតឆ្នាំទី3ទេនេះឆាប់ទៅអគ្គនាយកក្រុមហ៊ុនទី1ចិត្តមកដល់ទៅហើយកុំធ្វើអគ្គនាយកចាប់បានឲ្យសោះណាន់សៀងលោកមានគ្រប់យ៉ាងពេលនេះគឺខ្ញុំជាអ្នកឲ្យលោកក៏ឯងក្អាំងអីដាក់ខ្ញុំនាងឲ្យស្អីកូនប្រុសយើងឈិនជីងឡាននាងនៅទីនេះឈួតស្អីហ្នឹងពីដំបូងខ្ញុំមិនប្រយ័ត្នមានរបួសគឺណាន់សៀងជួយខ្ញុំស្មានថាខ្ញុំជួបស្នេហ៍ពិតហើយស្មានមកដល់ថាទេវតាមិនចង់ឲ្យខ្ញុំលាក់រឿងដល់ពេលនេះហើយខ្ញុំមិនធ្វើបុតទៀតទេឈិនជីងឡានខ្ញុំជាសេដ្ឋីពាន់លានអ្នកចិញ្ចឹមជ្រូកជាសេដ្ឋីពាន់លាននាងយល់សព Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេតែនឹងឈិនជីងឡាននាងប្រហែលមិនមែនត្រូវបោះបង់រហូតខួរក្បាលទទួលការប៉ះទង្គិចទេដឹងជីងឡានខ្ញុំដឹងថាមនុស្សខ្ញុំនេះពូកែខ្លាំងណាស់នាងបោះបង់ខ្ញុំមិនបានតែអ្នកដែលខ្ញុំស្រឡាញ់គឺជាសៀយឿនបាទគេជាអ្នកណាបាទគេជាវាងហងលោកម្ចាស់វាងទី9នៅឡុងឆឹងគាត់មានណាស់ហើយចាប់ចំណែកនាងមកពីចម្ងាយខ្ញុំក៏ហត់ដឹងក្លិនអាចជ្រុកលើខ្លួនរបស់នាងដែរតែមិនថ្ងៃមុនជួបអាណាព្យាបាលពាក្យដែលលោកការពារខ្ញុំទាំងអស់នោះក៏ខ្លាំងខ្លាយដែរមែនទេពិតប្រាកដណាស់ការនៅឪពុករបស់សៀយឿននៅមិនទាន់យល់ព្រមរឿងគោលការណ៍ពួកខ្ញុំទេខ្ញុំមានតែតោងនាងសិនទៅបាននាងឡដណានសៀងអាចត្រូវក្រុមហ៊ុននៃរ៉ៃវត្ថុទី1មើលឃើញនោះគឺជាសំណាងរបស់គេហើយថ្ងៃនេះមិនដូចថ្ងៃមុនទេបើនាងដកខ្លួនចេញចំពោះអ្នកណាក៏ល្អទាំងសងខាងដែរលោកទុកជាស្អីដែរសំនិយាយពាក្យនឹងជាមួយខ្ញុំទេនាងចេញឡាននាងឆាប់សុំទៅទៀតនាងពីមុនហេតុអីឲ្យតែរំលឹកដល់ការរៀបការលោកចេះតែពន្យាពេលការពិតសុខប្រាប់ខ្ញុំប្រាប់លោកឈិនជីឡានខ្ញុំមិនមែនគ្មានគេយករត់តែមិនសមយកមនុស្សដូចលោកកូនប្រុសឈិនជីឡានខ្ញុំមិនមែនគ្មានគេយករត់តែមិនសមយកមនុស្សដូចលោកអូកូនប្រុសមកអូនណាស្រីថាទៀតនាងហ៊ានវាយកូនប្រុសយើងវាយនាងឲ្យស្លាប់អូយមកអ្នកមីងឈិនជីឡាននេះឈួតឲ្យមែនទេឡោពួកឯងឲ្យនាងលុបជង្គង់ទៅថ្ងៃនេះឲ្យនាងលុបជង្គង់សុំទោសខ្ញុំនាងជីឡានខ្ញុំចិញ្ចឹមជ្រូកមានកម្លាំងខ្លាំងចង់ឲ្យខ្ញុំលុបជង្គង់ត្រឹមលើពួកឯងមានសមត្ថភាពទេថ្លៃរៀនឯងយើងបងយុវវ័យ5ឆ្នាំឲ្យឆ្កែស៊ីហើយបែកកំភ្លៀងនេះវាយទៅបន្តិចក៏មិនអយុត្តិធម៌ដែរជីឡាននាងឈិនជីឡាននាងតំណែងរបស់ចុះសិនទៅរបៀបពួកយើងហៅណាស់ក៏មានតំណែងរបស់5ឆ្នាំដែរបើសិនជានាងយល់ព្រមខ្ញុំអាចលួចចិញ្ចឹមនាងនៅខាងក្រៅក៏បានដែរតានាងយល់ព្រមទេនេះតោះមិនរែងមកគាត់មិនចេះខ្មែរយើងមើលឃើញឯងទៅខាត់ផ្ទៃខ្វាក់ហើយទោះយើងរៀបការជាមួយអ្នកសំទៀនក៏ខ្លាំងជាងឯងដែរទោះយើងរៀបការជាមួយអ្នកសំទៀនក៏ខ្លាំងជាងឯងដែរខ្ញុំទុកមុខឲ្យនាងឲ្យនាងមិនយកនាងចេះពីខ្ញុំនាងអាចរកអ្នកល្អជាងខ្ញុំបានទៅចង់បានអ្នកសំទៀនណានោះខាងមានអ្នកសំទៀនម្នាក់នាងទៅរៀបការជាមួយនឹងគេទៅណានស៊ីយើងប្រាប់ឯងចាប់ពីថ្ងៃនេះទៅគេជាប្តីយើងហើយតើនេះឈួតស្អីហ្នឹងកាប់ពិតកូនប្រសាគ្រួសារណាចង់រៀបការជាមួយអ្នកសំទៀនតានេះមកដូចតែមុខពួកគេហើយទេយ៉ាងណាក៏គ្មានអ្នកណាល្អដែរជន់ជីងឡានមានចេតនាមែនទេនាងចង់ឲ្យមនុស្សទាំងអស់សាយចំអកគ្រួសារយើងហ៎មិនខុសទេមិនត្រឹមប៉ុណ្ណឹងខ្ញុំនឹងទៅយកឯតាសិវិលព្រាមថោកទាបហ្នឹងថោកទាបទេអ្នកណាយកចិត្តជន់ទី3ម្នាក់នេះនាងហួសហេតុពេកហើយបែបនេះស្រីចិញ្ចឹមជ្រូកមានរឿងខ្លះនាងក៏ធ្វើហួសហេតុពេកណាណានសៀងគឺជាអនាគតកូនប្រសាររបស់យើងនាងវាយគេគឺស្មើនឹងគ្រាន់តែផ្ទះមុខលោកបើដឹងហើយនាងធ្វើបែបហ្នឹងទៀតអីលោកຕົកជាស្អីដែរសំនិយាយបែបហ្នឹងជាមួយខ្ញុំទេឈិនជីឡាននាងដឹងទេឲ្យតែដេតខ្ញុំនិយាយមួយម៉ាត់នាងអាចរលាកបាត់ពីឡុងឆាំងភ្លាមពេលនេះខ្ញុំឱកាសនាងមួយដើម្បីលុបជង្គង់សុំបកខ្ញុំឥឡូវនេះឈិនជីឡាននាងសុំទោសទៅបើមិនចាំទេខ្ញុំក៏មិនជួយនាងបានដែរបាត់មកទៅនាងគឺជាស្រីចិញ្ចឹមជ្រូកពិតជាមិនដែលឃើញពិភពលោកមែនតើនាងដឹងឬ